បាទសូមគោរពនឹងជំរាបសួរអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនបងប្អូនទាំងអស់ជាទីគោរពជាទីរាប់អានបាទខ្ញុំបាទសូមលើកយកនៅការតម្រានៃការសាងសង់ផ្ទះបាទដែលនេះគឺជាដួងកែវចំពុកទី6គេហៅថាដួងសេះ6សម្រាប់លោកអ្នកដែលមានកើតពីឆ្នាំជូនរហូតដល់ឆ្នាំកុលតែទៅតាមជួរផ្សេងគ្នាបាទបែងចែកទៅតាមជួរដោយសារយើងគុណគូលេខអត្តទៅឃើញថាលោកអ្នកស្ថិតនៅក្នុងដួងកែវចំពុកទី6ខ្ញុំបាទបានសិលិចចងក្រងនៅក្នុងដួងកែវទី6បាទមានឆ្នាំជូនរហូតដល់ឆ្នាំកុលដូចគ្នាពី1ដល់6ហ្នឹងគឺយើងសរសេរទៅតាមជួរផ្សេងគ្នាមិនមែនថាជូតទាំងអស់ឆ្លើយទាំងអស់ទេគឺយើងបែងចែកទៅតាមឆ្នាំអញ្ចឹងលោកអ្នកបើចូលទូទាយនៅក្នុង app MySB Fortune គ្រាន់តែបាយថ្ងៃខែឆ្នាំកំណើតទៅបើសិនតែយើងក្នុងចម្ពោះទី6នេះយើងនឹងរត់ឯកសារទាញឯកសារពីចម្ពោះទី6ទៅឲ្យមើលបាទនៅក្នុងនោះដែរយើងមានសរសេរជា PDF មានរហូតដល់6ទៅ7ទំព័រទៅតាមថ្ងៃខែឆ្នាំរបស់លោកអ្នកកើតផ្សេងគ្នាអញ្ចឹងដែរការគុណគូទៅតាមលេខអត្តនេះគឺយើងច្បាស់លាស់ទៅលើវាថាយើងស្ថិតនៅលើចម្ពោះទីប្រមាណហើយយើងកើតនៅចំលើថ្ងៃអ្វីថ្ងៃអាទិត្យច័ន្ទគៀពុធពហោះហើយបើសិនជាឆ្នាំជូតដូចគ្នាកើតថ្ងៃខុសគ្នាគួរការរៀបចំផ្ទះរៀបចំបន្ទប់ក៏ខុសគ្នាដែរមិនដូចគ្នាទេបាទបើសិនជាថ្ងៃអាទិត្យគឺបរិវារនៅថ្ងៃអាទិត្យបរិវារអាយុដែលជះសេរីមូលៈឧស្សាហៈមន្ត្រីការកណីអញ្ចឹងដែរមាន8ទៅតាមទិសទាំង8ដែរទិសណាដែលជាទិសបរិវារទិសណាដែលជាទិសដែលជះទិសណាដែលជាទិសមូលៈទិសណាដែលជាទិសមន្ត្រីទិសណាដែលជាទិសការកណីបើសិនជាទិសការកណីយើងមិនអាចសាងសង់ផ្ទះឬរៀបចំបន្ទប់នៅក្នុងទិសការកណីបានទេហើយយើងទិសការកណីយើងគួរតែដាក់ដូចជាបន្ទប់ទឹកបន្ទប់អនាម័យជាដើមហើយបើសិនជាយើងទៅដាក់ចំបន្ទប់ដែលយើងគេនៅចំបន្ទប់ការកណីហ្នឹងគឺធ្វើឲ្យយើងមានរឿងកម្មកុសមិនចេះចប់មិនចេះហើយអញ្ចឹងអត់ល្អទេបាទអញ្ចឹងដែរនៅក្នុងដួងកែវចម្ពោះទី6នេះមានកាយអាទិត្យនោះស្ថិតនៅលើផ្ទះរណ្ដៅទ្រាំបាទកាយអង្គារស្ថិតនៅលើផ្ទះធិបតីកាយពុទ្ធស្ថិតនៅលើផ្ទះរាជាកាយពហោះស្ថិតនៅលើផ្ទះទូងជ័យកាយរាហូស្ថិតនៅលើផ្ទះរាជាអញ្ចឹងដែរកាយល្អចំនួន4កាយអាក្រក់ចំនួន4ដែរមានកាយច័ន្ទស្ថិតនៅលើផ្ទះមរណៈកាយសៅរ៍ស្ថិតនៅលើផ្ទះពោធិស្អុយរលួយកាយសុខស្ថិតនៅលើផ្ទះភាំងកៈបែកបាក់ពុកផុយអញ្ចឹងដែររាល់ការសាងសង់ផ្ទះឬរៀបចំបន្ទប់បើផ្ទះយើងបែរមុខទៅជើងអារឹងវាមិនសូវល្អប៉ុន្តែបើបន្ទប់យើងធ្វើនៅទិសខាងជើងទៀតរឹតតែមិនល្អទៀតបន្ទប់គេងរបស់យើងណាហើយវាស្ថិតនៅលើផ្ទះភាំងកៈហើយយើងដេញទៅតាមថ្ងៃបរិវារយើងទៀតអាហ្នឹងបើបរិវារយើងនៅទិសខាងណាហើយកាយមូលៈយើងស្ថិតនៅទិសខាងណាយើងគួរតែរៀបចំបន្ទប់គេងយើងនៅទិសនោះដើម្បីឲ្យវាមានរាសីល្អមានហុងស៊ុយហើយនឹងបានចម្រុងចម្រើនមិនជៀសផុតនៅជំងឺជៀសផុតនៅការឆ្លោះប្រកែកដោះតែងជាមួយប្តីប្រពន្ធបាទអញ្ចឹងដែរការសាងសង់នេះគឺសំខាន់ណាស់ហើយមួយទៀតយើងត្រូវជ្រើសរើសលើកលែងអាទិសដែលឆុងប្រចាំជីវិតនឹងចោលយើងកុំយកអាទិសឆុងប្រចាំជីវិតបាទហើយយើងទិសណាដែលយើងត្រូវដាក់ដូចជាកងម៉ាដូចជាជំនាញផ្ទះឬក៏អាសនៈជាដើមយើងត្រូវជ្រើសទិសដែលត្រូវដាក់អញ្ចឹងយើងមិនចេះតែរៀបទេបាទអញ្ចឹងខ្ញុំបានគួរសូមបញ្ចប់ត្រឹមប៉ុណ្នេះនៅដួងកែវចំពោះទី6លោកអ្នកអាចធ្វើការទូទាយនៅក្នុង app MySB Fortune របស់ខ្ញុំបានគ្រាន់តែ download មក register ចូលទៅបើយើងចង់ទូទាយផ្នែករៀបចំបន្ទប់និងសង់ផ្ទះយើងចុចតាមនោះទៅបើយើងចង់ទាយផ្សេងមានរហូតដល់10មុខក្នុងការទូទាយបាទ
ចឹងបាទតែខ្ញុំសូមបញ្ចប់តែមួយនេះសូមគោរពថ្លែងអំណរគុណដល់អាដាមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនបងប្អូនទាំងអស់សូមជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុភៈពលៈចូលមានគ្រប់គ្រងគ្រួសារបាទសូមជម្រាបលា